នេះជារឿងរ៉ាវរបស់ខេងហែនដែលជាអ្នកលេងហ្គេមធម្មតាម្នាក់ដែលស្រាប់តែត្រូវបានដឹកជញ្ជូនទៅកាន់ពិភពដ៏អស្ចារ្យមួយជាកន្លែងដែលសេចក្តីស្រឡាញ់របស់គាត់ចំពោះអាហារក្លាយជាគន្លឹះក្នុងការរស់រានមានជីវិតពីការផ្សងព្រេងព្រៃផ្សៃនិងបញ្ហាប្រឈមចម្លែកបុគ្គលិកផ្នែកអាកាសធាតុនៅលើកញ្ចក់ទូរទស្សន៍បាននិយាយថាព្យុះទីហ្វុងដ៏ធំមួយកំពុងមកដល់នាងបានប្រាប់អ្នករាល់គ្នាថាវាទំនងជាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេសកូរ៉េនោះមិនមែនជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តការបោះតង់ដូចជារឹមស៊ីទេប៉ុន្តែគាត់បានវិចខ្ចប់របស់របររបស់គាត់រួចហើយបានចូលទៅក្នុងព្រៃរឹមស៊ីបានយកសាច់ឆ្ងាញ់មួយចំនួនដែលមានរសជាតិគីមឈីគាត់បានដាក់សាច់នៅលើខ្ទះចៀនធំមួយវាជាអាហារច្រើនជាងអ្វីដែលបុរសម្នាក់អាចញ៉ាំដោយខ្លួនឯងទៅទៀតបន្ទាប់មករឹមស៊ីបានបើកស្រាបៀរត្រជាក់មួយគាត់បានញ៉ាំមួយកែវធំហើយគិតថាវាមានរសជាតិឆ្ងាញ់ណាស់រឹមស៊ីមិនខ្វល់ថាភ្លៀងធ្លាក់ខ្លាំងឬអត់ទេកន្លែងដែលគាត់បានបោះជំរំគឺពិសេសណាស់ភ្លាមនោះមិត្តភ័ក្តិមួយក្រុមរបស់រឹមស៊ីបានបង្ហាញខ្លួនគាត់ពិតជារីករាយណាស់ដែលគាត់បានចម្អិនអាហារបន្ថែមដំបូងឡើយទាហានម្នាក់ដែលបានប្រយុទ្ធក្នុងសង្គ្រាមជាច្រើនបានមកគាត់បានសួររឹមស៊ីថាតើគាត់អាចសុំទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់របស់គាត់ខ្លះបានទេបន្ទាប់មកបុរសសត្វសាហាវម្នាក់ដែលតែងតែស្ងប់ស្ងាត់បានដើរមកកូនស្រីរបស់គាត់មានចរិតដូចសត្វហើយនាងមានអាកប្បកិរិយាព្រៃផ្សៃនាងចាប់ផ្ដើមស្រក់ទឹកមាត់ពេលឃើញសាច់ឆ្ងាញ់ទាំងអស់បុរសចំណាស់ម្នាក់ដែលមើលទៅដូចជាអ្នកជំនាញខាងវេទមន្តក៏បានបង្ហាញខ្លួនដែរនារីអេលហ្វដ៏ស្រស់ស្អាតម្នាក់ក៏បានបង្ហាញខ្លួនដែរនាងមានសត្វស្លាបពណ៌ខៀវតូចមួយអង្គុយលើដៃរបស់នាងមិត្តភ័ក្តិទាំងអស់បានប្រមូលផ្ដុំគ្នានៅជុំវិញទីលានបោះជំរំរបស់វាស្ថិតនៅកន្លែងបើកចំហមួយរវាងភ្នំដ៏ធំនិងព្រៃឈើបៃតងក្រាស់ប្រសិនបើអ្នកមិនទាន់យល់ច្បាស់ទេតួអង្គសំខាន់រឹមស៊ីមិនបានបោះជំរំនៅលើផែនដីទេប៉ុន្តែរងចាំបន្តិចនេះគ្រាន់តែជាការមើលបន្តិចបន្តួចអំពីអ្វីដែលនឹងកើតឡើងនៅពេលក្រោយរឿងពិតចាប់ផ្ដើមពី3ខែមុនផ្នែកនេះចូលយើងត្រឡប់ទៅមើលពីរបៀបដែលវាទាំងអស់បានចាប់ផ្ដើមនៅក្នុងទីក្រុងតូចមួយក្នុងប្រទេសកូរ៉េមានឡានមួយបានចតនៅមុខអគារចាស់មួយបុរសម្នាក់បានសួរមិត្តរបស់គាត់ថាតើកន្លែងនេះធ្លាប់ជាហាងរបស់ជីតាគាត់ដែរឬទេបុរសដំបូងបាននិយាយថាវាមានអារម្មណ៍ត្រជាក់តើមិត្តរបស់គាត់ពិតជាចង់បើកភោជនីយដ្ឋាននៅទីនេះមែនទេអូខ្ញុំស្ទើរតែភ្លេចបុរសទី2ពាក់ម៉ាស់គាត់មើលទៅដូចជាវីរបុរសពាក់ម៉ាស់បានចុះពីឡានហើយប្រាប់មិត្តរបស់គាត់ឲ្យមើលជុំវិញដោយប្រុងប្រយ័ត្នគាត់ចង់ធ្វើឲ្យប្រាកដថាគ្មានអ្នកយកព័ត៌មានណាម្នាក់ដែលរំខានតាមគាត់ទេមិត្តរបស់គាត់បាននិយាយថាគ្មាននរណាម្នាក់នឹងមកឆ្ងាយបែបនេះដើម្បីរកគាត់ទេបុរសពាក់របាំងមុខបានយល់ព្រមហើយទីបំផុតបានដោះសម្លៀកបំពាក់របស់គាត់ឥឡូវនេះអ្នកប្រហែលជាគិតថាម៉ាស្កាយខ្លាចឈឺខ្លាំងណាស់ប្រហែលជាគាត់រស់នៅក្នុងកន្លែងនោះក្នុងប្រទេសឥណ្ឌាជាកន្លែងដែលមនុស្សត្រូវពាក់ម៉ាស់ដើម្បីកុំឲ្យកើតជំងឺសួតខ្មៅប៉ុន្តែនោះមិនមែនតតែសោះបុរសពាក់របាំងមុខនោះពិតជាល្បីមែនដូចជាល្បីខ្លាំងណាស់គាត់ឈ្មោះថាលីកាងស៊ុនហើយគាត់ជាចុងភៅដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសទាំងមូលកាងស៊ុនបានរៀនធ្វើម្ហូបនៅសាលាមួយក្នុងចំណោមសាលាល្អបំផុតមិនធ្លាប់មានវាត្រូវបានគេហៅថាសៀប៉ុន្តែមិនមែនជាចារកម្មជាទេសៀនេះគឺជាវិទ្យាស្ថានធ្វើម្ហូបរបស់អាមេរិកបន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅសាលាកាងស៊ុនបានចូលរួមការប្រកួតធ្វើម្ហូបដ៏ធំមួយនៅទីក្រុងប៉ារីសហើយទីមើលគាត់បានឈ្នះនោះហើយជាពេលដែលគាត់ក្លាយជាមនុស្សល្បីល្បាញខ្លាំងកាងស៊ុនមិនត្រឹមតែពូកែចម្អិនអាហារប៉ុណ្ណោះទេគាត់ក៏សង្ហាខ្លាំងផងដែរកម្មវិធីទូរទស្សន៍ជាច្រើនបានឃើញរូបភាពរបស់គាត់ហើយនិយាយថាយើងត្រូវតែយកបុរសម្នាក់នេះមកសម្ដែងក្នុងកម្មវិធីរបស់យើងពួកគេបានទូរស័ព្ទទៅខេងហែនគ្រប់ពេលហើយអង្វរគាត់ឲ្យចេញមុខតាមទូរទស្សន៍វាស្ដាប់ទៅអស្ចារ្យណាស់មែនទេមិនអីទេការចាប់អារម្មណ៍ទាំងអស់នោះគឺច្រើនពេកសម្រាប់ខេងហែនវាធ្វើឲ្យគាត់អស់កម្លាំងនិងតានតឹងយ៉ាងខ្លាំងនោះគ្រាន់តែជាបញ្ហាទី1ប៉ុណ្ណោះបញ្ហាទី2កាន់តែអាក្រក់ទៅទៀតអ្នកគាំទ្រមួយចំនួនរបស់ខេងហែនមានការរំភើបចិត្តខ្លាំងពេកដែលបានជួបគាត់ពួកគេមិនខ្វល់ពីភាពឯកជនរបស់គាត់តតែសោះអ្នកគាំទ្រឆ្លើយទាំងនោះតែងតែរត់ចូលទៅក្នុងផ្ទះបាយដើម្បីថតរូប selfie ជាមួយខេងហែនខណៈពេលដែលគាត់កំពុងព្យាយាមធ្វើការពេលរឿងនោះកើតឡើងខេងហែនបានប្រែក្លាយទៅជា Gordon Ramsay ក្នុងជីវិតពិតគាត់បានស្រែកដាក់អ្នកគាំទ្រហើយប្រាប់ពួកគេឲ្យចេញពីផ្ទះបាយរបស់គាត់ឲ្យបានឆាប់ប៉ុន្តែបន្ទាប់មកខេងហែនបានជួបបញ្ហាថៅកែរបស់គាត់និងចុងភៅផ្សេងទៀតបាននិយាយថាគាត់កំពុងបង្កបញ្ហាដល់មនុស្សគ្រប់គ្នាពួកគេបានប្រាប់ខេងហែនថាប្រសិនបើគាត់ចង់លេងសើចជាមួយអ្នកគាំទ្រពេញមួយថ្ងៃគាត់គួរតែឈប់ចម្អិនអាហារពួកគេនិយាយថាគាត់គួរតែក្លាយជាសមាជិកក្រុមចម្រៀងបុរសវិញប៉ុន្តែនោះមិនទាន់ជាទីបញ្ចប់នៃបញ្ហារបស់ខេងហែននៅឡើយទេបន្ទាប់មកកងទ័ពឈ្រដ៏អាក្រក់មួយក្រុមធំបានចាប់ផ្ដើមវាយប្រហារគាត់តាមអ៊ីនធឺណិតពួកគេនិយាយថាខេងហែនមានប្រជាប្រិយភាពដោយសារតែរូបរាងរបស់គាត់តែប៉ុណ្ណោះ
ពួកត្រឡុកបានប្រាប់អ្នករាល់គ្នាថាការធ្វើម្ហូបរបស់គាត់មិនសូវល្អប៉ុន្មានទេពួកអ្នកធ្វើបាបមួយចំនួនថែមទាំងនិយាយថា Kang Haon ជាមនុស្សអាក្រក់ទៀតផងពួកគេគិតថាគាត់មានចិត្តអាក្រក់ដោយសារតែស្រែកដាក់អ្នកគាំទ្ររបស់គាត់ពួកអ្នកត្រូវបានបង្ហោះថាអាហាររបស់ Kang Haon គឺឆ្ងាញ់ណាស់គាត់បានអានមិត្តអាក្រក់ទាំងអស់នោះហើយពិតជាសោកសៅណាស់ឥឡូវ Kang Haon លែងល្បីទៀតហើយគាត់ស្អប់ការចាប់អារម្មណ៍ទាំងអស់នោះហើយជាមូលហេតុដែល Kang Haon មកហាងដែលជីដារបស់គាត់ធ្លាប់មានវាស្ថិតនៅក្នុងភូមិតូចមួយស្ងាត់មួយឆ្ងាយពីទីក្រុងធំមិត្តភ័ក្តិរបស់ Kang Haon បាននិយាយថាគាត់កំពុងធ្វើកំហុសដ៏ធំមួយគាត់បានប្រាប់ Kang Haon ថាប្រសិនបើគាត់បើកភោជនីយដ្ឋានមួយនៅខាងក្រៅទីនេះនៅកណ្ដាលកន្លែងគ្មានមនុស្សរស់នៅគាត់នឹងមិនរកលុយបានទេប៉ុន្តែ Kang Haon មិនខ្វល់ទេគាត់បានចាប់យកមីមួយដុំធំដែលសើមជោគដោយទឹកជ្រលក់ត្នោតខាប់កាងស៊ុនខឹងខ្លាំងណាស់ចង់គប់ចានទៅលើក្បាលមេចុងភៅប៉ុន្តែមិត្តរបស់គាត់បានធ្វើឲ្យគាត់ស្ងប់ចិត្តគាត់បាននិយាយថាអាហារតែងតែអាក្រក់នៅក្នុងទីក្រុងតូចបែបនេះគ្មានភោជនីយដ្ឋានផ្សេងទៀតនៅជុំវិញនោះទេដូច្នេះមេចុងភៅអាចចម្អិនអាហារមិនឆ្ងាញ់ហើយគ្មានអ្នកណាខ្វល់ឡើយមិត្តភ័ក្តិរបស់ Kang Haon បានញ៉ាំមីចម្លែកបន្ថែមទៀតគាត់បាននិយាយថាទឹកជ្រលក់នេះមិនមានរសជាតិអាក្រក់សម្រាប់គាត់ទេពាក្យទាំងនោះបានធ្វើឲ្យ Kang Haon ឈឺចាប់យ៉ាងខ្លាំងមើលចុះគាត់មានអាតកំបាំងធំមួយកាងស៊ុនមិនអាចភ្លក់រសជាតិអាហារអ្វីទាំងអស់ពេលគាត់ដឹងរឿងនេះដំបូងគាត់មានអារម្មណ៍សោកសៅយ៉ាងខ្លាំងកាងស៊ុនបានរត់ទៅជួបគ្រូពេទ្យភ្លាមគាត់សង្ឃឹមថាប្រហែលជាវាគ្រាន់តែជាជំងឺផ្ដាសាយហើយជ្រមុះរបស់គាត់ត្រូវបានស្ទះប៉ុន្តែគ្រូពេទ្យបានពិនិត្យអ្វីគ្រប់យ៉ាងហើយនិយាយថាសំទោសវាមិនសាមញ្ញទេគ្រូពេទ្យបានប្រាប់ Kang Haon ថាបញ្ហានេះគឺស្ថិតនៅក្នុងក្បាលរបស់គាត់និយាយថាវាបានកើតឡើងដោយសារតែ Kang Haon មានភាពតានតឹងខ្លាំងគ្រប់ពេលការប្រើថ្នាំនិងការវះកាត់ជាប្រចាំមិនអាចជួសជុលវាបានទេវេជ្ជបណ្ឌិតបាននិយាយថាកាងស៊ុនត្រូវរៀនពីរបៀបសម្រាកជាមុនសិនគាត់បានប្រាប់កាងស៊ុនឲ្យធ្វើរឿងសប្បាយដែលនឹងជួយគាត់ឲ្យមានអារម្មណ៍ស្ងប់សុខវេជ្ជបណ្ឌិតបានសួរថាតើគាត់មានចំណង់ចំណូលចិត្តណាមួយដែលគាត់ចូលចិត្តដែរឬទេនៅក្នុងភោជនីយដ្ឋានមិត្តភ័ក្តិរបស់កាងស៊ុនបានសួរថាតើគាត់ពិតជាប្រាកដណាស់អំពីការផ្លាស់មកទីនេះឬអត់គាត់បាននិយាយថាទោះបីជាមានមនុស្សមួយចំនួនតូចមកញ៉ាំអាហារនៅផ្ទះរបស់គាត់ក៏ដោយក៏គ្មានអ្វីសប្បាយដែលត្រូវធ្វើនៅក្នុងទីក្រុងតូចមួយដ៏ស្ងប់ស្ងាត់នេះដែរកាងស៊ុនញឹមហើយប្រាប់មិត្តភ័ក្តិរបស់គាត់ថានោះជាផ្នែកដ៏ល្អបំផុតភូមិនេះមានភ្នំបៃតងធំនិងវាលស្រែធំទូលាយវាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់កាងស៊ុនដើម្បីទៅបោះតង់និងបំភ្លេចបញ្ហាទាំងអស់របស់គាត់ពីរបីថ្ងៃក្រោយមកកាងស៊ុនបានរៀបចំសម្ភារៈបោះតង់របស់គាត់បានវេចខ្ចប់សម្ភារៈរបស់គាត់ហើយហៅតាក់ស៊ីមួយដើម្បីនាំគាត់ចូលទៅក្នុងភ្នំអ្នកបើកបរតាក់ស៊ីបានមើលសម្លៀកបំពាក់របស់កាងស៊ុនហើយសើចគាត់បានសួរថាតើកាងស៊ុននឹងទៅឆ្នេរជំនួសឲ្យព្រៃឈើដែរឬទេជីតារបស់កាងស៊ុនធ្លាប់រស់នៅទីនោះយូរមកហើយកាងស៊ុនចង់ឃើញផ្ទះចាស់មួយផ្លែតគាត់មិនបានត្រឡប់ទៅទីនោះវិញទេចាប់តាំងពីជីតារបស់គាត់ស្លាប់ពេលពួកគេទៅដល់ផ្ទះកាងស៊ុនបានសម្រេចចិត្តរៀបចំវាបន្តិចមុនពេលគាត់ទៅភ្នំប៉ុន្តែបន្ទាប់មកគាត់បានឃើញអ្វីចម្លែកមួយទ្វារទៅកាន់ជង្រុកបានបើកចំកាងស៊ុនចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងចុះបើមានចោរលួចលាក់ខ្លួននៅទីនោះវិញគាត់បានដើរជន់ជើងហើយលួចមើលខាងក្នុងជង្រុកងឹតកាងស៊ុនបានប្រាប់ខ្លួនឯងកុំឲ្យធ្វើដូចទារក